ទូទស្សនិកជនរុស្ស៊ីលើកឡើងឲ្យដឹងថាកម្ពុជាដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិអនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ីថ្លែងថាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិបន្ទាប់ពីសម្ដេចតេជោដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបរបស់កម្ពុជាប្រាប់អ្នកសារព័ត៌មានក្រៅជំនួបសម្ដែងការគូសំនិងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី2និងឯកឧត្តម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហភាពសហព័ន្ធរុស្ស៊ីក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទាំងនៅអគារពន្ធដារជាតិនៅថ្ងៃទី27ខែសីហាឆ្នាំ2026ឯកឧត្តមជាធីរិនអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រៅជំនួបថានៅក្នុងជំនួបពិភាក្សានោះអនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ីបានសម្ដែងការកោតសរសើរចំពោះកម្ពុជាដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សឯកឧត្តមបានកោតសរសើរកម្ពុជាចំពោះកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្តចំពោះសម្ដេចតេជោដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបរបស់កម្ពុជាហើយកន្លងមកកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិនៅក្នុងឱកាសនោះសម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជានិងចំពោះតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិសម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមអនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ីដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខាងមុខដែលក្នុងនោះថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ីនឹងរងចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោនៅពេលខាងមុខដើម្បីបន្តរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគីទាំងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗជាច្រើនទៀត